ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបរាវិជានៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលរចនាសម្ព័ន្ធតបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនិពន្ធដោយជោគជ័យនេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរានៅលើទំព័រ Facebook នារសៀលថ្ងៃទី12ខែឧសភាឆ្នាំ2025លោកអិចស្រេងបុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរវិជានៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថារចនាសម្ព័ន្ធរបស់តបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនិពន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំនិងមានសោភ័ណភាពឡើងវិញរចនាសម្ព័ន្ធតបង្ហូរទឹករបស់ប្រាសាទនិពន្ធបានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាលទឹកហូរច្រោះនិងរុក្ខជាតិដុះចាក់ឫសចូលសំណង់លោកអិចស្រេងបញ្ជាក់ទៀតថាក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលរចនាសម្ព័ន្ធតបង្ហូរទឹករបស់ប្រាសាទនិពន្ធចំនួន2ទីតាំងរួចមកហើយទី1គឺរចនាសម្ព័ន្ធតបង្ហូរទឹកនៅទិសខាងកើតនិងទី2រចនាសម្ព័ន្ធតបង្ហូរទឹកនៅទិសខាងជើងក្រុមអ្នកជំនាញរំពឹងថាបន្ទាប់ពីការជួសជុលរចនាសម្ព័ន្ធតបង្ហូរទឹករបស់ប្រាសាទនិពន្ធដែលធ្លាប់តែរងហានិភ័យគឺរចនាសម្ព័ន្ធទាំងនោះនឹងមានភាពរឹងមាំមានសោភ័ណភាពព្រមទាំងមានភាពទាក់ទាញឲ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផង